បាទសួស្តីបងប្អូនណាចង់និយាយថាបើឲ្យតែអ្នកនៅផ្ទះហ្នឹងបងប្អូនមិនថាប្រុសឬស្រីឲ្យតែនៅផ្ទះភារកិច្ចតែធ្វើម្ហូបមើលកូនមើលចៅនេះគឺពិបាកណាស់បាទដូចខ្ញុំជាដើមថ្ងៃធ្វើការផងមើលកូនផងបងប្អូនអញ្ចឹងម្ហូបអាហារគឺធ្លាក់បន្ទុកលើយើងហើយអញ្ចឹងមិនដឹងធ្វើម៉េចទេនេះជាភារកិច្ចរបស់ពុកម្ដាយរៀងខ្លួនណាបងប្អូនបាទហើយថ្ងៃនេះក៏បានធ្វើម្ហូបមុខជូនកូនដែរគឺឆាតៅគូមកជាមួយនឹងសណ្ដែកបណ្ដុះយើងបងប្អូនមានស្លឹកឆាយមានតៅហ៊ូមានឆាជាមួយសាច់មាន់ទេបងប្អូនម្ហូបនេះក៏កូនខ្ញុំចូលចិត្តដែរបងប្អូននេះមានតៅហ៊ូពី3ដុំនេះដល់ប្រពន្ធគេទិញទុកឲ្យមើលទៅខ្វះមុខខ្វះក្រោយដែរបងប្អូនបន្លែប្លុកស្ទើបាទក៏ធ្វើម៉េចឯងក៏ធ្វើទៅបាទនេះមានសណ្ដែកឯងស្លឹកឆាយទៅវាស្ទើទៀតបាទហើយខ្ញុំប្រពងតៅហ៊ូនេះឲ្យហើយមកបងប្អូនបានចាំយើងឆាឆុលវាទៅបាទឲ្យសាច់មាន់ទៅតែ2ផ្លូវទេបងប្អូនបាទជាមួយតៅហ៊ូបានតៅហ៊ូឲ្យច្រើនnhưនឹងតិចបាន5 6 7ដុំនេះមកហើយអាស្លឹកឆាយរៀងច្រើនnhưនឹងតិចមកបងប្អូនហើយដល់ពេលស្លឹកឆាយលេងម្ដុំ2ដុំមិនមេដៃវាស្ទើពេកបាទអញ្ចឹងក៏ឆាឆុលដែរបងប្អូននេះដាក់គ្រឿងដាក់ក្រូវមកបានមកផ្ទះធំសម្រាប់កូនចៅហូបហើយបងប្អូនធ្វើមិនទេឆ្ងាញ់កូនឯងទៅហូបហើយបាទដាក់ស្គរប៊ីចេងប្រេងខ្យងចឹងមកបងប្អូនមើលថាវាចូលជាតិអីចាំយើងដាក់តៅហ៊ូឲ្យយើងមកបងប្អូនមកដាក់ទឹកមួយជ្រែកបងប្អូនលោកខ្លោចបាទហំខ្លោចបាត់លើបាទហូបមកហើយអើយវល់វល់ណាស់បងប្អូនរាល់ថ្ងៃដឹងធ្វើមិនទេហើយឃ្លានម្ហូបអីធ្វើម្ហូបនោះចុះមានបានម្ហូបអីល្អគេទេមានម្ហូបបៀបស្រែតែប៉ុណ្ណេះឯងបងប្អូនបាទប៉ុណ្ណេះរៀងទំនងមកទៀតបាទឲ្យសាច់មើលទៅចូលជាតិដាក់សណ្ដែកយើងមិញមកបាទត្រឡប់ម្លេចត្រឡប់កើតរាវសពប់តសណ្ដែកហ្នឹងមួយឆ្អិនបាត់បងប្អូនម្ហូបនេះស្រួលធ្វើហើយក៏ឆ្ងាញ់ដែរបងប្អូនខ្ញុំចូលចិត្តតែម្ហូបនេះបាទឡើងទំនងបាត់ហើយបងប្អូនបើជុំបងប្អូនបានម្ហូបអីហ្នឹងបងប្អូនចំណែកខ្ញុំនេះបានម្ហូបប៉ុណ្ណេះទេមេឃរៀងត្រជាក់ទៀតប្រហែលថ្ងៃហ្នឹងនៅមិនទាន់ចុះក្តៅប្រហែលទេបងប្អូននៅតែត្រជាក់ស្រាយឡើយទេបាទម្ហូបនេះក៏វាពិសេសដែរសម្រាប់កូនខ្ញុំមកផ្ទះធំហើយបងប្អូនរួចជាការស្រេចរួចទៅស្លឹកខ្ទឹមខ្វោកមករួចបាត់ហើយបងប្អូនណាទំនេរសូមអញ្ជើញមកផ្ទះខ្ញុំចែកឲ្យមួយចានម្នាក់បងប្អូនបាទណែតំណងបងប្អូនបាទតំណងនេះអរគុណច្រើនបងប្អូនបានទស្សនាវីដេអូបាទ